បាទរួមជាមួយខ្ញុំបាទទាំងពីរអ្នកទាំងអស់គ្នាបងប្អូនអរគុណរំទាំងគ្នាចាហើយនៅសុកស្រែអញ្ចឹងហើយសូមសម្លេងអបអរសាទរខ្លាំងៗជូនដល់ម្ចាស់ពានរង្វាន់ The Voice Cambodia និងម្ចាស់ពានរង្វាន់ Cambodian Idol អរគុណបាទអរគុណនៅស្នូលទៀតដែរបាទក៏ដូចជាសម្លេងគ្រប់ត្រូលបាទនេះគឺជាបាទទឹកចិត្តដ៏ធំធេងបាទសម្រាប់ក្រុមសិល្បៈបាទទាំងអស់គ្នាក៏ដូចជាបាទបងប្អូនអរគុណមែនតើបងបាទអូខេ បាទអស់ចាណាបាទអរគុណច្រើនចំពោះការផ្ដល់ជូនយ៉ាងពិសេសពីម្ចាស់ពៀនទាំងពីរកម្មវិធីផងដែរដែលជាកម្មវិធីពិភពលោកបាទសម្រាប់បងប្អូនពេញចិត្តអត់បាទស្រឡាញ់គាត់អត់អបអរសាទរខ្លាំងៗទាំងអស់គ្នាចាអរគុណឃើញថាវត្តមានរបស់អ្នកទាំងពីរពិតជាបានធ្វើឲ្យវេទិកានេះចាក៏ក្រើកដោយសារតែការ
សម្ដែងយ៉ាងពិតប្រាកដចាជាមួយនឹងបទចម្រៀងក៏ដូចជាការសម្ដែងនៅកាយវិការផ្សេងចាពេញចិត្តអត់បងប្អូនទាំងអស់គ្នាចាមានអ្វីជាសំណូមពរអត់ បាទឥឡូវបាទលោកសេហាយ៉ាងម៉េចដែរបាទសូមជួយលោកសេហា បាទសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ហើយនៅពេលនេះខ្ញុំបាទក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមទស្សនាទីនេះផ្ទាល់ក៏ដូចជាទស្សនាតាមកញ្ចក់ទូរទស្សន៍នៅគេឋានហើយខ្ញុំបាទក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់នៅក្នុងឱកាសឆ្នាំថ្មីឆ្លងឆ្នាំថ្មីនេះ2016នេះសូមឲ្យពុកម៉ែបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខក៏ដូចជារកទទួលទានមានបានគ្រប់គ្រងគ្រួសារជាពិសេសនោះគឺសុខភាពល្អទាំងអស់គ្នាបាទអរគុណ បាទសាទរខ្លាំងៗទាំងអស់គ្នាបាទជូនលោកបុត្រសេហាបាទបន្តលេងលោករតនាបាទរតនាជួយ បាទខ្ញុំបាទក៏មិនខុសដោយមិនខុសពីបងសេហាទេបាទខ្ញុំបាទក៏សូមជូនពរបាទដល់បងប្អូនទាំងអស់គ្នាបាទសុខសប្បាយទាំងអស់គ្នាក៏ដូចជាសុខភាពល្អនិងសំណាងល្អនិងរកស៊ីមានបានទាំងអស់គ្នានៅក្នុងឱកាសឆ្នាំថ្មី2016នេះផងដែរអរគុណបាទ ចា បាទអូសាទរខ្លាំងៗទាំងអស់គ្នា ចាអរគុណដល់អ្នកទាំងពីរចាអរគុណណាស់ បាទមុននឹងចូលវគ្គបន្តកម្មវិធីរបស់យើងសូមអនុញ្ញាតសម្រាប់មួយផ្លែតសិន